ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះដែរនាងខ្ញុំក៏និយាយបានលើកមើលមនុយថ្មីមួយទៀតដែលជាប្រភេទអាហារសម្រន់សម្រាប់ជាជនខ្មែរយើងក៏ចូលចិត្តពេញនិយមដែរសម្រាប់យើងញ៉ាំលេងថ្ងៃឡើងណាបងប្អូនចាអញ្ចឹងមុខម្ហូបមួយមុខនេះគឺមានឈ្មោះថាសង្វាក់អាំងនេះបងប្អូនសង្វាក់អាំងអញ្ចឹងអានេះវាជាប្រភេទណាំស្នែមត្រីយើងណាសាច់ត្រីបងប្អូនគេដាក់ជាមានលាយជាមួយនឹងគ្រឿងមានដូចជាគល់ក្រែងដេកអញ្ចឹងហើយគេមានដាក់ម្ទេសមួយកណាត់ដែរអញ្ចឹងបងប្អូនរួចហើយគេខ្ចប់ជាមួយនឹងស្លឹកចេកចាហើយគេញ៉ាំវាផ្ទាប់ជាមួយនឹងបន្លែនេះចាមានទឹកសក់មានជីមានសាឡាត់អីចឹងហើយនឹងជាមួយនឹងនំបញ្ចុកដែរបងប្អូនចាចង់និយាយទៅមុខម្ហូបមុខនេះវាមិនមែនជាប្រភេទម្ហូបទេវាជាប្រភេទអាហារសម្រន់សម្រាប់យើងញ៉ាំលេងឆ្ងាញ់រសជាតិឆ្ងាញ់ហើយគេជ្រលក់ជាមួយនឹងទឹកត្រីនេះជាប្រភេទទឹកត្រីផ្អែមចាដូចទឹកត្រីបាញ់ឆាវយើងដែរបងប្អូនចាអញ្ចឹងឥឡូវនេះសូមជម្រាបពិសាជាមួយនឹងនាងខ្ញុំចាអញ្ចឹងគេដាក់វាមួយនឹងបញ្ចុកចេញមកណាបងប្អូនរួចហើយគេញ៉ាំជាមួយនឹងប្រភេទជីម្លូទេសារនេះវាជូរចឹងឆ្ងាញ់ចាដាក់ទឹកសក់បន្តិចមកហើយណែជាធម្មតាខ្ញុំពេលខ្ញុំញ៉ាំភេទសង្វាក់នេះខ្ញុំច្រើនតែយកម្ទេសវាចេញណាបងប្អូនព្រោះខ្ញុំអត់សូវចេះចិត្តហឹលហ្មងនេះអត់សូវចេះហឹលបងនិយាយទៅចាហើយបើសិនជាបងប្អូនគាត់ចេះញ៉ាំហឹលគឺឆ្ងាញ់តែសារម្ទេសនេះតាមពិតវាអត់សូវហឹលអីណាទេពេលដែលដាក់វាអញ្ចឹងហើយអញ្ចឹងប៉ុន្តែខ្ញុំថាខ្ញុំវាអត់ចេះហឹលពេលអញ្ចឹងវាពិបាកញ៉ាំមែនតើតែអញ្ចឹងមូលខ្ចប់បែបនេះណាបងប្អូនចាអញ្ចឹងជ័យពិសាទាំងអស់គ្នាបងប្អូនឆ្ងាញ់បងប្អូនសាច់ណែមនេះឆ្ងាញ់អត់សូវជូរដោយសារតែថ្មីបើសិនវាជូរពេកក៏អត់សូវឆ្ងាញ់ដែរហើយគេធ្វើទឹកត្រីវាស្រួលមុនបន្តិចអត់សូវផ្អែមទេទឹកត្រីធ្វើលក្ខណៈជូរផ្អែមបងប្អូនឆ្ងាញ់កាលណាផ្អែមទៅវាប្រឡាន់ខ្ញុំថាប៉ុណ្ណេះមកគឺល្មមបងប្អូនហើយគឺចាប់ជាមួយនឹងស្លឹកចេកហើយដាក់អាំងអញ្ចឹងដល់ពេលឈ្ងុយមែនតើសាច់ណែមត្រីហ្នឹងប្រភេទមនុយម្ហូបសង្វាក់អាំងហ្នឹងប្រភពដើមវាមកពីខាងបាត់ដំបងបងប្អូនប៉ុន្តែឥឡូវនេះឃើញនៅខាងកំពង់ឆ្នាំងក៏មានធ្វើច្រើនដែរប៉ុន្តែខ្ញុំឃើញនៅកំពង់ឆ្នាំងគេធ្វើលក្ខណៈណែមត្រីអញ្ចឹងដែរប៉ុន្តែគេយកអាំងវិញលក្ខណៈផាត់ត្រីហ្នឹងប៉ុន្តែគេយកអាំងតែរសជាតិវាអត់ជូរអញ្ចឹងទេហ្នឹងក៏ឆ្ងាញ់មែនមួយយ៉ាងដែរនៅហ្នឹងណាតែភាគច្រើនសង្វាក់នេះគឺមកពីខាងកំពង់បាត់ដំបងឆ្ងាញ់ញ៉ាំធំម្ដាយសួយណាញ៉ាំមកជួយសុខភាពជួយបងប្អូនមានវីតាមីនច្រើនណាផ្លែបៃតងសាច់ត្រីប្រូតេអ៊ីនចាហើយញ៉ាំជាមួយនេះ work នេះwork ice ខ្ញុំចូលចិត្ត work ice ហ្នឹងដោយសារវាអត់សូវផ្អែមហើយសំខាន់មានរង្វាន់ទៀតតែខ្ញុំគាត់បានរង្វាន់ហ្នឹងហើយវាមានកាហាយជួយសម្រួលបំពង់កយើងណាបងប្អូនយើងញ៉ាំជាមួយនឹងប្រភេទអាហារអញ្ចឹងយើងញ៉ាំជាមួយនឹង work ice ហ្នឹងនិយាយទៅវាអត់ធ្វើឲ្យយើងត្រលាន់ម៉ាក់ទេតែប៉ិតសង្វាក់នេះក៏អត់ធ្វើឲ្យត្រលាន់ទេថាបើយើងញ៉ាំជាមួយនឹង work ice ទៅវាឆ្ងាញ់វាអត់សូវផ្អែមជួយសម្រួលបំពង់កវាធ្វើឲ្យបំពង់កយើងហិងហឹលហើយបើសិនជាបងប្អូនទេស្អាកឬមួយក៏លក្ខណៈដូចថាឈឺកឈឺអីចឹងញ៉ាំអាហ្នឹងទៅវារៀងជួយដែរដូចយើងញ៉ាំប្រភេទថ្នាំបំពង់ក strep seal អី
ចាចេះមកយកម្ទេសចិនព្រោះហើយអត់ចេះញ៉ាំទេម្ទេសមើលបង្កាយស្រស់ហើយស្រួយចង្វាក់របស់យើងអត់សូវជូរល្មមទឹកត្រីរបស់យើងនឹងដុតតិចមកអែមខ្លាំងបងប្អូនឆ្ងាញ់ចាជុំមកបណ្ដោយរបស់ខ្ញុំមានតែប៉ុណ្ណឹងបងប្អូនអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំចាពេលក្រោយខ្ញុំនឹងយកមុខបណ្ដោយផ្លែកទៀតដោយជាការពេញនិយមសម្រាប់ប្រជាជនខ្មែរយើងគាត់និយមភាសាចាអរគុណច្រើនបងប្អូនចាសូមអរគុណទៀតបង